បាទសួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍ចូលមកកាន់ Channel YouTube របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានចំណេះដឹងមួយទៀតហើយយកមកចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទហើយសម្រាប់មេរៀននេះខ្ញុំចង់បង្ហាញបងប្អូនអំពីបាទរបៀបចូលទៅបដូរសំឡេងរោរបស់Facebook Chat បាទសំឡេងរោរបស់ Facebook Chat ណាអញ្ចឹងតើគេចូលទៅបដូរដោយរបៀបណាមុននឹងខ្ញុំចូលទៅបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដៃថ្មីទាំងអស់គ្នាបាទសូមជួយចុច Subscribe ទៅលើ Channel របស់ខ្ញុំម្នាក់មួយហើយនឹងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗមុនគេបាទតោះបងប្អូនសូមចូលទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាជំហានដំបូងបងប្អូនសូមចុចទៅលើកម្មវិធីបាទ Chat Facebook Chat មកគឺនេះបាទហើយបន្តមកទៀតបងប្អូនមើលមកខាងក្រោមសញ្ញាទ្រេ3កន្លែងដាក់ menu ហ្នឹងចុចលើវាមកហើយបងប្អូនចុចទៅលើពាក្យថា setting បាទបន្ទាប់ពីចុចទៅលើពាក្យ setting ហើយបងប្អូនធ្វើការអូសចុះក្រោមមកបងប្អូនមករកកន្លែងពាក្យថា notification and sound ណាចុចទៅលើវាមកបាទបន្តមកទៀតបងប្អូនធ្វើការអូសចុះក្រោមបាទអូសចុះក្រោមមកស្វែងរកកន្លែងពាក្យថា ringtone ណា ringtone នេះកន្លែងនេះណាបាទកន្លែង ringtone នេះតែម្ដងណាអញ្ចឹងនៅកន្លែង ringtone ហ្នឹងអូខេបងប្អូនសូមធ្វើការចុចលើវាមកបាទបន្ទាប់ពីចុចលើវាហើយគឺវាមានសញ្ញា ringtone បានតែបទចម្រៀង ringtone គឺច្រើនណាបងប្អូនចង់បានមួយណាបងប្អូនចុចទៅលើនឹងទៅណាបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវយើងយកឥឡូវនេះមួយណាបាទអូខេអញ្ចឹងបងប្អូនចង់បានមួយណាបាទចង់បានមួយណាយកមួយនឹងទៅបាទបន្ទាប់ពីនឹងហើយបងប្អូនគ្រាន់តែធ្វើការនេះគ្រាន់តែធ្វើការចុចត្រឡប់ក្រោយមកគឺជាការស្រេចហើយណាបងប្អូនអរគ្នាបាទបងប្អូនថ្មីអាចយកទៅអនុវត្តជាក់ស្ដែងបើសិនជាបងប្អូនចង់ដូរតាក់ទងជាមួយនឹង ringtone បានន័យថាសំឡេង ringtone នៅក្នុង chat messenger របស់យើងណាបាទបងប្អូនអាចយកទៅដូរតាមតម្រូវការបងប្អូនទៅបាទអូខេពីចំណេះដឹងមួយនេះគឺមានតែប៉ុណ្្នឹងណាបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនថ្មីសូមជួយចុច Subscribe ទៅលើ Channel របស់ខ្ញុំម្នាក់មួយហើយក៏ដាក់សញ្ញារូបកណ្ដឹងទៅដើម្បីទទួលបានវីដេអូថ្មីៗមុនគេបាទសូមអរគុណច្រើន